បងប្អូនថ្ងៃនេះបានមកម្ហូបអីដែរនេះថ្ងៃនេះអូស្លម្ជូរយួនមានបង្កងហើយនឹងសាច់មាន់តើសាមិនឃើញមាន់ល្អពេកតែមួយទៀតហើយមាន់រៀងញឹកតិចហើយនៅនេះមាន់ឆ្ងាញ់ខ្លាញ់គេលឿនឥឡូវយើងស្លម្ជូរយួនអូខេឥឡូវទៅយើងពុះហើយដល់ដាក់អំបិលទួបន្តិចមកហើយម្សៅស៊ុបមាន់បន្តិចមកហើយដាក់សាច់យើងចូលទៅក៏ឥឡូវយើងដាក់បន្លែព្រោះអីសាច់មាន់យើងរៀងផុយទៅដាក់បន្លែចូលទាំងអស់ទៅពេញអស់ហើយមួយសាច់បន្លែយើងទៅនេះចាក់បកងចូលមកវាឆ្អែតមួយស្ទេកទៅកងវាឆ្អែតមកយើងដាក់សាច់បន្លែនេះចូលតិចទៀតអស់ទាំងអស់សាច់ស្នោបងប្អូនចូលចិត្តដាក់ទៅតែខ្ញុំមានខ្ញុំដាក់ចូលចិត្តដែរអូនស្រស់មកពីអែមទៅមកឈ្មោះបានឥឡូវខ្ទឹមយើងរំលីងហើយហើយដាក់ក្នុងសាឡារបស់យើងមកដាក់ជីហើយនឹងអមហើយនេះយើងចង់ឲ្យជូរដាក់ទឹក7តុងទៅទៀតចឹងណាស្លនឹងឲ្យវាមានរសជាតិជូរអែមឆ្ងាញ់ខាងស្ករហើយឥឡូវស្លរបស់យើងឆ្អិនហើយ